បងប្អូនរួមជាតិនិងមិត្តទាំងឡាយជាទីគោរពនេះគឺវត្តមហាមង្គលឬហៅថាវត្តខូស្ថិតនៅសង្កាត់ទី3ទីក្រុងវីឋាន់ខេត្តហៅយ៉ាវត្តនេះបានផ្ដើមកសាងកាលពីឆ្នាំ1972នៅលើផ្ទៃដីប្រមាណជាង2ហិកតាវត្តរួមមានឧបដ្ឋានសាលាកុដិនិងព្រះវិហារនេះជាកន្លែងសម្រាប់ទទួលទេវតាឆ្នាំថ្មីនៅទីនេះព្រះសង្ឃមានដាំផ្កាទៀបយ៉ាងច្រើនឯនេះគឺជាកន្លែងដាក់ឧបករណ៍នេសាទនៅក្នុងផ្ទៃវត្តទាំងមូលយើងឃើញមានភាពទូលំទូលាយយ៉ាងខ្លាំងនេះជាព្រះវិហារដោយមានខឿន2ថ្នាក់នៅជុំវិញព្រះវិហារគឺឥតមានដើមឈើឬមានដាំផ្កានោះឡើយនេះជាខាងក្នុងព្រះវិហារនៅតាមជញ្ជាំងព្រះវិហារមានរូបគំនូរពុទ្ធប្រវត្តិនៅទីនេះយើងឃើញមានភាពស្អាតបាតណាស់រួចនេះគឺជាជញ្ជាំងខាងក្រៅនៅតាមបង្កាន់ដៃនៃជណ្ដើរចូលព្រះវិហារគឺជារូបនាគឯនេះគឺជាឧបដ្ឋានសាលាសប្តាហ៍ថ្ងៃវត្តមហាមង្គលមានព្រះសង្ឃ9អង្គនេះជាកន្លែងទទួលភ្ញៀវយ៉ាងស្អាតវត្តមហាមង្គលសប្តាហ៍ថ្ងៃមានបរិស័ទប្រមាណ300គ្រួសារតែងជិតដិតជាមួយព្រះសង្ឃសង្ឃឹមថានៅពេលខាងមុខវត្តមហាមង្គលនឹងក្លាយជាវត្តមួយយ៉ាងស្អាតនៅទីក្រុងវីឋាន់ខេត្តហៅយ៉ា